ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃអង្គារ11កើតខែមករាឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី2ខែធ្នូគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅហើយអ្វីត្រូវការឲ្យមានប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភាបើយោងតាមគេហទំព័រអាស៊ីសេរីបានចុះផ្សាយថាលោកនាយរដ្ឋមន្ត្រីហ៊ុនសែននិងមេដឹកនាំគណៈបក្សសង្គ្រោះជាតិលោកសំរងស៊ីបានឯកភាពគ្នាកាលពីថ្ងៃទី28វិច្ឆិកាថានឹងជំរុញការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភាឲ្យបានឆាប់ដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណៈបកនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភានិងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៃរដ្ឋសភាដែលមានឋានៈស្មើនាយរដ្ឋមន្ត្រីតើហេតុអ្វីត្រូវការឲ្យមានប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភាគេហទំព័រដដែលនេះបានបន្តឲ្យដឹងទៀតថាការក្រុងធ្វើវិសោធនកម្មប្រកាស48ថ្មីនៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភាដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណៈបកនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភានិងរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភានិងក្លាយជារឿងអតិភិបរបស់គណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិដើម្បីសម្រេចឲ្យបានតំណាងរាស្ត្រគណៈបកសង្គ្រោះជាតិលោកសុនឆៃមានប្រសាសន៍នៅថ្ងៃទី30ខែវិច្ឆិកាថាការផ្ដួចផ្ដើមឲ្យមានថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណៈបកនយោបាយដែលមានអាសនៈនៅក្នុងរដ្ឋសភានិងឲ្យមានប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភានេះគឺជាការស្នើរបស់ប្រធានគណៈបកសង្គ្រោះជាតិលោកសំរងស៊ីពីព្រោះថាលោកសំរងស៊ីចង់ពង្រឹងតួនាទីរបស់គណៈបកនយោបាយដែលមិនមែននៅក្នុងរដ្ឋាភិបាលជាផ្លូវការនោះមានន័យថាត្រូវតែមានការតែងតាំងជាផ្លូវការនៅប្រធានគណៈបកប្រជែងដើម្បីឲ្យគាត់មានបុព្វសិទ្ធិនិងតួនាទីក្នុងការបំពេញភារកិច្ចតាមដានការងាររដ្ឋាភិបាលប្រហាក់ប្រហែលនឹងនាយករដ្ឋមន្ត្រីដែរសម្រាប់លោកសុនឆៃការរៀបចំឲ្យមានប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភាគឺជាការចាប់ផ្ដើមល្អមួយព្រោះថាវានឹងបង្កើតឲ្យមានក្រុមតំណាងរាស្ត្រផ្លូវការដើម្បីឲ្យក្រុមតំណាងរាស្ត្រនីមួយៗមានមធ្យោបាយធ្វើការងារក្នុងការស្រាវជ្រាវនិងបំពេញបេសកកម្មផ្សេងៗឲ្យមានភាពប្រសើរឡើងទោះជាយ៉ាងណាលោកថាដើម្បីធ្វើឲ្យការបំពេញការងាររបស់ប្រធានក្រុមភាគតិចនៅក្នុងរដ្ឋសភាមានប្រសិទ្ធភាពឬក៏អត់នោះវាត្រូវអាស្រ័យទៅលើការកែលម្អបទបញ្ជាផ្ទៃក្នុងរដ្ឋសភាបន្ថែមទៀតក្នុងនោះមានដូចជាការរៀបចំឲ្យមានកម្មវិធីសួរដេញដោលជារៀងរាល់សប្តាហ៍ជាដើមលោកថានាយករដ្ឋមន្ត្រីត្រូវតែចូលខ្លួនហើយប្រធានគណៈបកប្រឆាំងផ្លូវការត្រូវសួរដេញដោលរាល់សប្តាហ៍ជុំវិញបញ្ហានេះលោកសុនឆៃក៏សម្គាល់ថាការសន្ទនាជជែកសួរដេញដោលគឺជាគោលការណ៍នៅក្នុងសង្គមប្រជាធិបតេយ្យទោះជាយ៉ាងណាលោកថាការសន្ទនានោះទៀតសោតអាចធ្វើឡើងក្នុងរូបភាពចំហដូចជាតាមរយៈការកោះហៅមន្ត្រីរដ្ឋាភិបាលទៅសួរដេញដោលនៅសភាជាដើមព្រមជាមួយគ្នានោះវាក៏អាចមានការសន្ទនាឬសួរដេញដោលជាលក្ខណៈមិនចំហផងដែរប្រសិនបើបញ្ហានោះវាធ្ងន់ធ្ងរហើយអាចប៉ះពាល់ដល់បញ្ហាសន្តិសុខជាតិរបាយការណ៍អង្គការសហប្រជាជាតិរាប់